Bạnបន្ទាប់ពីវីដេអូអំពីការបង្កើត account រួចមកវីដេអូនេះខ្ញុំសូមបង្ហាញអំពីការដាក់ប្រាក់ម្ដងអញ្ចឹងពេលដាក់ប្រាក់បងប្អូនចុចពាក្យ deposit ខាងលើខាងស្ដាំហ្នឹងមករួចហើយនៅក្នុងនេះវាមានជម្រើសផ្សេងៗវាមាន local deposit តាម local deposit Cambodia វាមាន wallet មាន Wing មាន Tether TOC 20ឬក៏ផ្សេងៗប៉ុន្តែខ្ញុំណែនាំបងប្អូនដាក់តាម local deposit គឺនៅលើគេហ្នឹងបងប្អូនចុចពាក្យ local deposit មករួចហើយត្រង់នេះយើងរើស account តើបងប្អូនចង់ដាក់នៅលើ account មួយណាអញ្ចឹងបើបងប្អូនចង់ដាក់លើ account ខាងលើយើងចុចខាងលើឬក៏ខាងក្រោមយើងចុចខាងក្រោមទៅតាមហ្នឹងអញ្ចឹងខ្ញុំអត់មានបដូរ account ទេខ្ញុំចុចនៅលើ account មួយហ្នឹងហើយចំនួនទឹកប្រាក់ឧទាហរណ៍យើងដាក់$1000អញ្ចឹងទៅយើងចុច1000មកអត់មានកម្រៃជើងសារទេឬឲ្យបងប្អូនអូសមកក្រោមទៀតចុច continue អញ្ចឹងនៅក្នុងហ្នឹងចេញ QR code មួយដែលឲ្យបងប្អូនបាញ់ប្រាក់ទៅហើយបងប្អូនត្រូវចាំបងប្អូនបាញ់ប្រាក់ទៅក្នុងកងធនាគារដែលបងប្អូនបាញ់ប្រាក់ទៅហ្នឹងគឺឈ្មោះដូចនឹងកងដែលបងប្អូនកំពុងតែ trade នេះអញ្ចឹងមានន័យថាឈ្មោះយើងគឺដូចគ្នាដើម្បីផ្ញើប្រាក់ទៅម៉ាស៊ីនឬក៏ system គេស្រួលចាប់ថាយើងហ្នឹងអ្នកបាញ់ទៅពី account យើងគេស្រួលនឹងដាក់ឲ្យយើងស្រួលនឹងផ្ទៀងផ្ទាត់តែបើបងប្អូនបាញ់ទៅខុសឈ្មោះឬក៏បាញ់ទៅយកឈ្មោះកងអ្នកផ្សេងបាញ់ទៅហ្នឹងគឺគេអត់ផ្ទៀងផ្ទាត់នឹងអត់ដាក់ប្រាក់ឲ្យយើងទេលុះត្រាតែយើងតាក់ទង support ដើម្បីដោះស្រាយរឿងហ្នឹងសិនអញ្ចឹងយើងគ្រាន់តែ screenshot អញ្ចឹងមកឬឲ្យបងប្អូនយក screenshot ហ្នឹងទៅផ្ញើប្រាក់ពីកងធនាគារមកទៅ scan មួយទៀតបើសិនបើ QR code ហ្នឹងវាមានបញ្ហាឬក៏ scan error អត់ស្គាល់វាអាចដែរបងប្អូនអាចចុចនៅលើ website ខ្ញុំដាក់នៅខាងក្រោមវីដេអូបើសិនជាអត់ស្គាល់បើសិនបើអត់ស្គាល់បងប្អូនអាចចុចលើ website ដែលខ្ញុំដាក់ក្រោមវីដេអូហ្នឹងអញ្ចឹងបងប្អូនអាច screenshot QR code មួយនេះទៅបានអាច screenshot ទៅបាញ់បានអញ្ចឹងបន្ទាប់ពីយើង screenshot ហើយឥឡូវខ្ញុំសុំត្រឡប់មកនេះឥឡូវហ្នឹងយើងបាន request យើងដាក់ចំនួនដាក់អីឲ្យអស់ហើយអញ្ចឹងខ្ញុំសុំទៅបាញ់ប្រាក់យើងអាចចុច scan ខាងលើហ្នឹងមកបើសិនបើ QR code នឹងអត់ស្គាល់យើងយក QR code មួយទៀតដែលខ្ញុំប្រាប់បងប្អូននៅលើ website នេះគឺវាស្គាល់អញ្ចឹងយើងយក$ហើយយើង select account យើងមកយើងដាក់ចំនួនទឹកប្រាក់ដែលយើងបានបំពេញមុនហ្នឹងអញ្ចឹងយើងបំពេញហើយយើង pay ទៅមកចំនួន$1000សូមទាញផ្ទាត់ pay ហើយយើងចុច confirm បងប្អូនអាចបាញ់ពីធនាគារ Exida ក៏បានឬក៏បាញ់ពីធនាគារណាក៏បានហើយឲ្យតែឈ្មោះបងប្អូននៅក្នុងហ្នឹងហើយយើងចុចហើយយើងចុចមកកន្លែងនេះយើងវិញមកហើយយើងខ្វែងទៅហ្នឹងហើយបងប្អូនចុចមក account វិញអញ្ចឹងពេលដែលក្រុមការងារខាងដាក់ប្រាក់ដកប្រាក់គាត់ពិនិត្យឃើញទៀងទាត់ត្រូវហើយគាត់នឹងបាញ់ប្រាក់ជូន account បងប្អូនហើយប្រាក់នឹង load នៅខាងលើហ្នឹងខាងលើខាងឆ្វេងហ្នឹង